ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនឹងមកទៀតហើយបងប្អូនអើយបង្ហាញបងប្អូនពីការធ្វើផ្អែមព្រិលបងប្អូនណាដែលគាត់ចង់ចេះធ្វើផ្អែមព្រិលចឹងណាចាអ្នកខ្លះគាត់អត់ទាន់ចេះទេបងប្អូនណាដែលចង់រៀនធ្វើអាចមើលវីដេអូនេះបានចានេះនិយាយទៅថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់ពីរបៀបធ្វើម៉េចដំបូងត្រាំអាណាមុនចឹងណាបងប្អូននេះបងប្អូនខ្លះគឺគាត់អត់ទាន់ដឹងទេចាគាត់ដាក់ចូលគ្នាទាំងអស់ហ្មងតែអត់ទេណាផ្អែមហ្នឹងគេមានវិធីរបស់គេអាណាត្រាំមុនអាណាត្រាំក្រោយអាណាដាក់មុនអាណាដាក់ក្រោយចឹងបងប្អូននេះមើលទៅតាមរូបភាពបងប្អូនយល់ទេបងប្អូនណាចានេះដំបូងយើងរបស់ដែលត្រូវដាក់ត្រាំមុនបងប្អូននេះគ្រាប់ឈូកអាហ្នឹងរឹងមែនតែនហ្មងបើសិនជាអាចបងប្អូនត្រាំពេលល្ងាចទុកចាគ្រាប់ឈូកហើយនឹងសរសៃមាននេះលឿនទេបងប្អូនយើងត្រាំតា4-10នាទីនឹងបានហើយនោះព្រិលត្រជាក់កម្មជាប់បេះនេះvẫnក៏ទៅការត្រាំយូរដែរចាហើយត្រជាក់កដុលសយើងហ្នឹងត្រាំប្រហែលជាកន្លះម៉ោងអីទេនោះយូរជាងគេគឺគ្រាប់ឈូកហើយនឹងស្រូវសាលីចាយូរបងប្អូនតែឥឡូវបងប្អូនមកមើលនេះយើងមកកាត់ស្លឹកច្រឡំស្លឹកបងប្អូនយើងមកកាត់ទៅជាកដុលសចាសម្រាប់ខ្ញុំហៅអាហ្នឹងទៅជាកដុលសតែចំណែកបងប្អូនវិញបងប្អូនហៅអីខ្ញុំអត់ដឹងទេអានេះគឺគេហៅជាប់បេះនេះដែលខ្ញុំនេះអសសអានេះគេហៅព្រិលចាព្រិលជាកម្មខ្ញុំលើកនេះគឺគ្រាប់ឈាហ្នឹងដូចគ្រាប់ជីដែរហ្នឹងបងប្អូនឈាហ្នឹងដូចគ្រាប់ជីទេយើងដាក់គ្រាប់ជីក៏បាននេះហើយដំបូងឡើយបងប្អូនយកទឹកបន្តិចមកណាយកមកដាក់ដាំរងាស់គ្រាប់ឈូកហើយនឹងសើសាលីនឹងសិនពួកអីពីរមុខនឹងគឺយូររិចណាស់បងប្អូនអើយយូរមែនតែនចាអានេះខ្ញុំងាស់ឲ្យឆ្អិនសិនណាហើយបាទខ្ញុំដាក់ពុតទាក្រហមហើយនឹងមានយើងចូលទៅហើយដំបូងយើងដាំទឹកហ្នឹងបងប្អូនកុំតន់លូបទឹកច្រើនអីចាបងប្អូនដាក់ទឹកប្រហែលជា1លីត្រកន្លះអីសិនទៅយើងស្រួលរំងាស់វាហើយនេះខ្ញុំថែមទឹកទៀតខ្ញុំធ្វើពីកញ្ចប់ហ្នឹងខ្ញុំដាក់ទឹក6លីត្របងប្អូនតែហ្នឹងតាមក្បួនខ្នាតគេគឺគេឲ្យមកកញ្ចប់ហ្នឹងដាក់ទឹក4លីត្រទេបងប្អូនអញ្ចឹងពីកញ្ចប់8លីត្រប៉ុន្តែខ្ញុំមកដាក់តាមគេទេដោយសារវារាវពេកខ្ញុំចង់បានរៀងខាប់អញ្ចឹងណាហ្នឹងហើយបើបងប្អូនណាចង់បានរាវដាក់ទឹករៀងច្រើនអញ្ចឹងណាហើយសម្រាប់ស្ករគេហ្នឹងបើបងប្អូនចូលអត់ចូលចិត្តផ្អែមដាក់តាមស្ករគេនឹងទៅប៉ុន្តែខ្ញុំរៀងចូលចិត្តផ្អែមបន្តិចអញ្ចឹងណាខ្ញុំដាក់ថែម